เอาละนำไปปัดบังประชีพประวัติពីព្រោះកាលណាមិនបញ្ឆេះរឿងហ្នឹងទៅលោកហ៊ុនសែនដួលរលំដោយសារបញ្ហាហ្នឹងលោកហ៊ុនម៉ាណែតក៏ដួលរលំដែរយើងចំណាំឲ្យច្បាស់ណានយោបាយរបស់លោកហ៊ុនសែនដើម្បីលោកហ៊ុនម៉ាណែតឲ្យទៅជាមេដឹកនាំនៅប្រទេសកម្ពុជាគឺប្រើវិធីសង្គ្រាមសុទ្ធសាធជាឧទាហរណ៍សង្គ្រាមតទល់នឹងថៃឆ្នាំ2008ដល់ឆ្នាំ2011គឺដើម្បីលើកលោកហ៊ុនម៉ាណែតពីកូនទាហានម្នាក់ទៅឧត្តមសេនីយ៍ក្រោយពីចប់សង្គ្រាមហើយសង្គ្រាមនេះខ្មែរអត់មានបានអីទេទីបំផុតទៅសង្គ្រាមប្រមាណឆ្នាំ3ឆ្នាំបញ្ហាដែលនៅសេសសល់ពីសង្គ្រាមគឺតាមរយៈការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឲ្យបកស្រាយសាលក្រមឆ្នាំ1962ដែលថៃចាញ់ក្តីកម្ពុជាគឺមិនមែនបញ្ចប់ដោយសារសង្គ្រាមនោះឡើយហើយឥឡូវហ្នឹងក៏អញ្ចឹងដែរទីបំផុតទៅគឺការបញ្ឆេះកម្ដៅកងទ័ពរវាងគ្នាអត់មានបានការអីក្រៅតែពីព្យាយាមបិទបាំងនៅអង្គើអក្រិតកម្មក្រោមអំណាចក្រុមគ្រួសារហ៊ុនហើយការពារនៅតំណែងរបស់លោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីតែប៉ុណ្ណោះដូច្នេះយើងកុំចាញ់បោកក្រុមគ្រួសារហ៊ុនឲ្យសោះនៅក្នុងករណីដែលពួកគេកំពុងតែលេងល្បែងគេហៅថាបំផុសនៅនយោបាយជាតិនិយមគ្មានគោលការណ៍នយោបាយជាតិនិយមគ្មានគោលការណ៍យ៉ាងដូចម្ដេចពីព្រោះនយោបាយជាតិនិយមដែលមានគោលការណ៍សម្រាប់ប្រទេសកម្ពុជាណាគឺត្រូវធ្វើតាមយន្តការនៃស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយនយោបាយជាតិនិយមដែលមានគោលការណ៍ការពារជាតិទឹកដីកម្ពុជាណាគឺការពារជាតិទឹកដីកម្ពុជាគ្រប់កន្លែងដែលមានបរទេសឈ្លានពានទាំងជាមួយថៃទាំងជាមួយវៀតណាមប៉ុន្តែយើងជឿជាក់ថាលោកហ៊ុនសែនលោកហ៊ុនម៉ាណែតការពារទឹកដីកម្ពុជាទេគ្រាន់តែបញ្ឆេះនៅកំហឹងនៃកងទ័ពរវាងប្រទេសទាំងពីរថៃនិងកម្ពុជាក៏ប៉ុន្តែទៅជាលើកដំកើងនៅទំនាក់ទំនងកម្ពុជាវៀតណាមតែវៀតណាមកំពុងតែឈ្លានពានគ្រប់សន្តានទាំងអស់ទាំងប្រើនៅយុទ្ធសាស្ត្រសេដ្ឋកិច្ចពាណិជ្ជកម្មកងទ័ពរហូតដល់បង្ហូរជនជាតិវៀតណាមចូលដីសម្បត្តិគ្រប់បែបយ៉ាងដូច្នេះបងប្អូនប្រយ័ត្នណាយើងក្តុងក្តាំងជាមួយថៃប្រយ័ត្នវៀតណាមចូលមកគ្រប់គ្រងទាំងស្រុងសង្គ្រោះលេខបានបាទពាក់ព័ន្ធចំណុចនេះមានការលើកឡើងជាច្រើនដែលនិយាយថាលោកហ៊ុនសែនបើកភ្នែកម្ខាងបិទភ្នែកម្ខាងមានន័យថាគាត់បើកភ្នែកមើលព្រំដែនប្រទេសថៃប៉ុន្តែគាត់បិទភ្នែកមិនមើលព្រំដែនប្រទេសវៀតណាមងាកមកកាន់ការលើកឡើងរបស់លោកកឹមសុខថាយន្តការដែលយើងដែលក្រមប្រសាជាតិតស៊ូអាចជំរុញឲ្យដែលប្រទេសកម្ពុជាមានប្រៀបគឺការប្រើប្រាស់យន្តការអន្តរជាតិការប្តឹងទៅតុលាការអន្តរជាតិ ICJ និងការកោះប្រជុំសន្និសីទម្ចាស់ហត្ថលេខីសន្និសីទទីក្រុងប៉ារីសប៉ុន្តែរយៈពេល1ខែគត់តាំងពីថ្ងៃ28ឧសភាដែលមានការប៉ះទង្គិចគ្នាលើកទី1បណ្ដាលឲ្យយុទ្ធជនខ្មែរម្នាក់ស្លាប់ហើយមកដល់ថ្ងៃនេះ28មិថុនារយៈពេល1ខែគត់យើងហាក់ដូចជានៅស្រពេចស្រពិលពីព្រោះរបបទីក្រុងភ្នំពេញម្ដងថាបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិហើយម្ដងថាកំពុងប្រជុំរៀបចំបែបបទពាក្យបណ្ដឹងទៅតុលាការអន្តរជាតិសំណួរសួរថាតើមូលហេតុអ្វីបានជាមកដល់ពេលនេះលោកហ៊ុនសែននិងរបបទីក្រុងភ្នំពេញរបស់កូនគាត់ហ៊ុនម៉ាណែតនៅតាក់ទើមិនព្រមប្តឹងករណីព្រំដែនទៅតុលាការអន្តរជាតិលោកកឹមសុខលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតធ្វើអ្វីបន្លំទេជាឧទាហរណ៍គាត់ស្នើទៅមេទ័ពជប៉ុនឲ្យជួយដោះស្រាយបញ្ហាកម្ពុជាថៃក៏ប៉ុន្តែបែរទៅជាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជាពិសេសនោះមិនប្រាប់លោកហ៊ុនម៉ាណែតក្នុងនាមរដ្ឋាភិបាលសរសេរលិខិតផ្លូវការទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យចូលខ្លួនជួយមកសម្របសម្រួលដោះស្រាយទេនិយាយចោលដើម្បីយកព័ត៌មាននេះទៅលួងចិត្តប្រជាពលរដ្ឋក៏ប៉ុន្តែអត់ធ្វើមែនទេនេះទី1ទី2និយាយអំពីបណ្ដឹងដែលប្អូនលៀងលើកអំបញ្ញមិញក៏មិនច្បាស់លាស់ទៅទៀតបណ្ដឹងនោះមកដល់ពេលនេះយើងមើលឃើញទាំងអស់គ្នាថាមិនទាន់ប្តឹងជាផ្លូវការទេពីព្រោះក្រសួងការបរទេសនៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតបាននិយាយត្រឹមតែជាបំណងផ្ញើលិខិតទៅ ICJ ត្រឹមតែជាការបញ្ជាក់បំណង
ដែលចង់ឲ្យតុលាការយុតិធម៌អន្តរជាតិវិនិច្ឆ័យបំណងគឺគ្រាន់តែប៉ងចង់ឲ្យគេវិនិច្ឆ័យនេះមិនមែនជារូបមន្តនៃការប្តឹងទេរូបមន្តនៃការប្តឹងណាមិនមែនបំណងទេគឺត្រូវសរសេរលិខិតផ្ញើទៅគេបញ្ជាក់អំពីការបញ្ជូនព័ត៌មានប្តឹងផ្តល់នោះទើបជាការប្តឹងពិតប្រាកដបើទោះបីជាក្នុងច្បាប់មានចែងថាភាគីណាដែលមិនសុខចិត្តអាចបង្ហាញបំណងប្តឹងទៅតុលាការយុតិធម៌អន្តរជាតិក៏ដោយក្នុងច្បាប់និយាយពាក្យបំណងក៏ដោយក៏ប៉ុន្តែគូភាគីដែលត្រូវប្តឹងក្នុងពេលដែលប្តឹងអត់និយាយអំពីបំណងទៀតទេនិយាយអំពីការបញ្ជូនព័ត៌មានច្បាស់លាស់នៅក្នុងការទាមទារឲ្យមានការវិនិច្ឆ័យពីតុលាការយុតិធម៌អន្តរជាតិហើយដូច្នេះហើយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតធ្វើអ្វីមិនច្បាស់ទេមិនច្បាស់លាស់ឡើយយកតែព័ត៌មានបន្លំទៅបោកប្រាស់ប្រជាពលរដ្ឋអញ្ចឹងហើយបានជាក្រុមប្រឹក្សាជាតិតស៊ូលោកសំរងស៊ីអីជាដើមបានជំរុញទៀតថាឲ្យប្តឹងជាផ្លូវការបង្ហាញឲ្យច្បាស់លាស់ទៅកុំនិយាយត្រឹមតែជាបំណងបើនិយាយត្រឹមតែជាបំណងដកវិញនៅថ្ងៃណាមួយក៏បានដែរបើនិយាយត្រឹមតែជាបំណងបោកប្រាស់ប្រជាពលរដ្ឋខ្មែរហើយចំណុចទី2កាលណាគេនិយាយអំពីការប្តឹងជាផ្លូវការណាច្បាស់ណាស់របៀបនៃការធ្វើបែបបទជាផ្លូវការត្រូវតែមានតម្លាភាពហើយត្រូវតែមានតម្លាភាពក្នុងកម្រិតណាមួយហើយបើទោះបីជាមិនផ្សាយជាសាធារណៈក៏ដោយយ៉ាងហោចណាស់នៅលើ website របស់ ICJ អីគេបង្ហាញព័ត៌មានថាមានការជូនព័ត៌មាននៃការប្តឹងផ្តល់របស់ភាគីកម្ពុជាលើបញ្ហាតំបន់ទាំង4ហើយប្រាសាទតំបន់ធំតំបន់តូចតាក្របីនិងតំបន់មុំបីប៉ុន្តែមកដល់ពេលនេះអត់មានទេហើយក្រុមគ្រួសារហ៊ុនរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនចេះតែនិយាយជំនួសតុលាការយុតិធម៌អន្តរជាតិថានោះឬគឺជារឿងសម្ងាត់ចេះសម្ងាត់ចុះកុំនិយាយជំនួសគេត្រូវនិយាយអំពីតម្លាភាពពីព្រោះកាលណានិយាយអំពីការប្តឹងជាផ្លូវការច្បាស់ជាមានលក្ខខណ្ឌតម្លាភាពកម្រិតណាមួយដែលអាចធ្វើឲ្យយើងដឹងថាពិតជាមានការប្តឹងផ្តល់មែនក៏ប៉ុន្តែមកដល់ពេលនេះវាអត់មានម្ល៉េះហើយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនព្យាយាមត្រឹមតែបង្ហាញនៅព័ត៌មានដែលមិនច្បាស់លាស់ឬបន្លំដើម្បីបោកប្រាស់ប្រជាពលរដ្ឋយើងស្នើឲ្យរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនក្នុងនាមភាគីកម្ពុជាបច្ចុប្បន្នណាធ្វើការប្តឹងផ្តល់ឲ្យបានពិតប្រាកដហើយកុំចេះតែចោទលោកសំរងស៊ីចូលដៃជាមួយអ្នកនេះចូលដៃជាមួយថៃចូលដៃជាមួយអីលោកសំរងស៊ីអត់បានធ្វើបែបនោះទេយើងគិតគូរអំពីផលប្រយោជន៍ទឹកដីនៃប្រទេសកម្ពុជាគិតគូរអំពីផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរទឹកដីនៃប្រទេសកម្ពុជាត្រូវតែជំរះនៅឯតុលាការយុតិធម៌អន្តរជាតិប្រយោជន៍របស់ប្រទេសកម្ពុជាត្រូវតែធ្វើតាមយន្តការរបស់អង្គការសហប្រជាជាតិដែលត្រូវផ្សះផ្សាគ្នាលើរឿងសសល់ពីបណ្ដឹងយើងមានគោលការណ៍ច្បាស់លាស់នៅក្នុងការការពារជាតិកម្ពុជាទឹកដីកម្ពុជាហើយមួយវិញទៀតចំណុចដែលលោកហ៊ុនសែនអាចទម្លាក់ចោលបណ្ដឹងទៅតុលាការយុតិធម៌អន្តរជាតិណាហើយមកដល់ពេលនេះនិយាយត្រឹមតែបំណងណាគឺខ្ញុំបានតាមដានព័ត៌មានច្បាស់លោកហ៊ុនសែនប្រាប់អ្នកការទូតនៃប្រទេសនានាប្រាប់ទាំងរដ្ឋមន្ត្រីទេសចរនៃប្រទេសម៉ាឡេស៊ីដែលម៉ាឡេស៊ីប្រធានអាស៊ានបច្ចុប្បន្នផ្ញើព័ត៌មានទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមអីជាដើមលោកហ៊ុនសែននិយាយជាសាធារណៈថាមិនចង់ប្តឹងទេដូច្នេះបំណងរបស់លោកហ៊ុនសែនណាបំណងពិតប្រាកដរបស់លោកហ៊ុនសែនហើយឆ្លើយទៅនឹងសំណួររបស់ប្អូនលៀងណាគឺលោកហ៊ុនសែនកំពុងតែលេងល្បិចមួយរងចាំរហូតទៅដល់ភាគីថៃនោះមាននាយករដ្ឋមន្ត្រីថ្មីប្រសិនបើភាគីថៃមាននាយករដ្ឋមន្ត្រីថ្មីហើយនាយករដ្ឋមន្ត្រីថ្មីនោះអាចផ្សះផ្សាជាមួយកងទ័ពនិងភាគីថៃប្រើអរិយាប័ត្រអោនលំទោនមិនមែនអោនលំទោនទេក្នុងន័យផ្សះផ្សាសម្រួមកាយវិការការទូតរបស់ខ្លួនតែបន្តិចជាមួយនឹងរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនជាមួយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតណារដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងទម្លាក់ចោលការប្តឹងផ្តល់ទៅតុលាការយុតិធម៌អន្តរជាតិហើយអញ្ចឹងហើយបានជាគេចេះតែលេងលបែងមួយណាគឺលបែងគ្រួសារពីរ
ដើម្បីបញ្ឆេះកម្ដៅឲ្យកាន់តែខ្លាំងកម្ដៅកងទ័ពហើយបងប្អូនមិនដឹងចេះតែហែកហក់ឲ្យឲ្យតាមក្រុមគ្រួសារហ៊ុនតាមពិតលេងលបែងនយោបាយដែលអត់មានផលប្រយោជន៍ទាល់តែសោះដល់ប្រទេសកម្ពុជា បាទអរគុណលោកកំសុកចំណុចទី2គឺការកោះហៅម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាឆ្នាំ1991ឲ្យស្នើឲ្យមានឲ្យប្រជុំឡើងវិញដោះស្រាយបញ្ហាព្រំដែនហើយដូចគ្នាសហគមន៍អាស៊ានក៏យើងអាចកោះស្នើឲ្យជួយសម្របសម្រួលបញ្ហាព្រំដែនហេតុអីបានជាហ៊ុនសែនគាត់ខ្លាចអាចំណុចទី2ហ្នឹងថាតើគាត់ខ្លាចដោយសារខ្លាចប៉ះពាល់អំណាចគាត់ខ្លាចប៉ះពាល់ជាមួយថៃឬក៏ខ្លាចរឿងមួយទៀតដែលលើកបន្ទប់គាត់ឲ្យឡើងកាន់អំណាចនោះលោកកំសុកបាទរឿងនេះណាសម្រាប់ក្រមប្រឹក្សាជាតិតស៊ូលោកសំរងស៊ីដែលជាប្រធាននៃក្រមប្រឹក្សាជាតិតស៊ូមានទស្សនវិស័យនយោបាយច្បាស់ណាស់នៅក្នុងការការពារប្រទេសកម្ពុជាហេតុអ្វីបានជាយើងស្នើឲ្យរដ្ឋាភិបាលភ្នំពេញត្រូវតែកោះប្រជុំត្រូវតែស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប្រជុំសន្និសីទទីក្រុងប៉ារីឡើងវិញពីព្រោះការប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញគឺស្មើនឹងជួយសង្គ្រោះកម្ពុជាឡើងវិញគ្រប់វិស័យទាំងអស់នៅក្នុងសន្និសីទកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឬខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីណានិយាយច្បាស់ណាស់អំពីការការពារប្រទេសកម្ពុជាហើយខ្លឹមសារពីរធំដែលខ្ញុំចង់បញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលយើងទាំងអស់គ្នាស្នើឲ្យរដ្ឋាភិបាលស្នើទៅកិច្ចប្រជុំស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឲ្យប្រជុំឡើងវិញហ្នឹងពីព្រោះតែយើងមើលឃើញដោយដែលសហគមន៍អន្តរជាតិធ្លាប់មើលឃើញចឹងមើលឃើញទី1កុំឲ្យកម្ពុជាវិលទៅកាន់របបអតីតកាលឡើងវិញរបបអតីតកាលដែលមានតែសង្គ្រាមនិងការកាប់សម្លាប់យើងមើលឃើញថាកុំឲ្យកម្ពុជាคล้ายទៅជាប្រទេសដែលរងគ្រោះរហូតទៅដល់បាត់បង់ពូជសាសន៍ខ្មែរអាហ្នឹងគឺជាស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគឺកុំឲ្យកម្ពុជាវិលទៅកាន់របបអតីតកាលនិងកុំឲ្យពូជសាសន៍ខ្មែរបាត់បង់ហើយដើម្បីកុំឲ្យពូជសាសន៍ខ្មែរបាត់បង់នេះយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគេមើលឃើញច្បាស់ថាអាការបាត់បង់ហ្នឹងដោយសារតែការឈ្លានពានពីក្រៅហើយការបាត់បង់ហ្នឹងដោយសារតែមានរនុកក្នុងដែលធ្វើអាយ៉ងពួកអ្នកឈ្លានពានហើយរនុកក្នុងហ្នឹងយើងដឹងស្រាប់ហើយអ្នកណាហ៊ាននិយាយអំពីសេរីភាពប្រជាធិបតេយ្យចាប់គេដាក់គុកទាំងអស់សុទ្ធតែជាអ្នកទោសនយោបាយអញ្ចឹងហើយបានជាយើងមើលឃើញច្បាស់ថាយើងត្រូវវិលទៅកាន់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដើម្បីដោះស្រាយបញ្ហាទាំងអស់នឹងឡើងវិញបញ្ជានៅវិបត្តិទាំងអស់នឹងឡើងវិញបញ្ជាវិបត្តិទាំងអស់ហ្នឹងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនិយាយច្បាស់ណាស់បញ្ហាទឹកដីព្រំដែនយើងអាចស្នើទៅអង្គភាពមានសមត្ថកិច្ចរបស់អង្គការសហប្រជាជាតិក្នុងការជួយដោះស្រាយហេតុអីបានជាលោកហ៊ុនសែនមិនព្រមធ្វើលោកហ៊ុនម៉ាណែតមិនព្រមធ្វើហើយការដោះស្រាយនោះមិនមែនដោះស្រាយតែជាមួយថៃមិនមែនដោះស្រាយតែសំណុំរឿង4ប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទេការដោះស្រាយនោះគឺដោះទាំងបញ្ហាព្រំដែនកម្ពុជាទាំងមូលជាពិសេសជាមួយវៀតណាមអ្វីដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតខ្លាចនៅត្រង់ថានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគេនិយាយអំពីការការពារទឹកដីនៃប្រទេសកម្ពុជាហើយការការពារទឹកដីនៃប្រទេសកម្ពុជាត្រូវលុបចោលទាំងអស់នៅសន្ធិសញ្ញាហើយនឹងកិច្ចព្រមព្រៀងខុសច្បាប់ជាមួយនឹងបរទេសជិតខាងជាពិសេសជាមួយវៀតណាមមានសន្ធិសញ្ញាឆ្នាំ1983កិច្ចព្រមព្រៀង1982សន្ធិសញ្ញាឆ្នាំ1985ជាដើមសន្ធិសញ្ញានឹងត្រូវលុបចោលអញ្ចឹងហើយបានជាលោកហ៊ុនសែនមិនហ៊ានប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយចេះតែញុះឡើងឲ្យមានការក្តៅក្រហាយនៅតាមព្រំដែនទៅវិញ
ទស្សនវិស័យរបស់យើងមិនមែនការពារទឹកដីជាតិតែម្ដុំពីរដុំទេការពារកម្ពុជាទាំងមូលអញ្ចឹងហើយបានជាយើងស្នើឲ្យមានការកោះប្រជុំសន្និសីទកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញអានេះទី1ដែលយើងប្រើយន្តការអន្តរជាតិដើម្បីដោះស្រាយបញ្ហាហើយទី2កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលណានិយាយដល់កិច្ចព្រមព្រៀងហ្នឹងគឺនិយាយទៅដល់ភាពជាម្ចាស់របស់ប្រជាពលរដ្ឋខ្មែរម្ល៉េះហើយត្រូវស្ដារប្រជាធិបតេយ្យត្រូវគោរពសិទ្ធិមនុស្សដើម្បីអីដើម្បីបានកិច្ចសហប្រតិបត្តិការពីសហគមន៍អន្តរជាតិក្នុងការជួយកម្ពុជារឿងអីទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មការអនុគ្រោះសេដ្ឋកិច្ចពាណិជ្ជកម្មជំនួយឥតសំណងរាប់ពាន់លានដុល្លារនៅក្នុងមួយឆ្នាំដូច្នេះហើយនេះគឺជាផលប្រយោជន៍ដែលយើងត្រូវស្នើទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យមានការកោះប្រជុំសន្និសីទកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញយើងធ្វើយ៉ាងដូចនេះគឺដើម្បីការពារជាតិកម្ពុជាទាំងមូលយើងធ្វើដល់យ៉ាងដូចនេះដើម្បីសង្គ្រោះជីវភាពប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសអ្នកណាដូចជាពលករខ្មែរជាង2លាននាក់នៅប្រទេសថៃគាត់វេទនាណាស់អាណិតពួកគាត់ផងពេលដែលអត់មានបញ្ហាជាមួយថៃពួកគាត់គឺជាកម្លាំងផលិតរបស់ថៃគាត់បានតែផលប្រយោជន៍បន្តិចបន្តួចជាប្រាក់ខែបញ្ជូនទៅប្រទេសកម្ពុជាបញ្ជូនទៅក្រុមគ្រួសារគាត់ទេដល់ទៅពេលមានបញ្ហាជាមួយថៃពួកគាត់ខ្លាយទៅជាចំណាប់ខ្មាំងនៃការធ្វើទុកបុកម្នេញរបស់អ្នកជាតិនិយមថៃអាណិតពួកគាត់ផងអញ្ចឹងហើយបានជាក្រុមប្រឹក្សាជាតិតស៊ូទាមទារឲ្យដោះស្រាយតាមយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពីព្រោះយន្តការហ្នឹងការពារទាំងទឹកដីកម្ពុជាតាមច្បាប់អន្តរជាតិយន្តការហ្នឹងជួយទាំងប្រជាពលរដ្ឋខ្មែរឲ្យមានជីវភាពដោយមិនចាំបាច់រហេមរហាមទៅសុំការងារស្រុកគេធ្វើឲ្យគេធ្វើបាបនោះទេបាទអរគុណលោកគុំសុកចុះប្រសិនបើលោកហ៊ុនសែននិងរបបទីក្រុងភ្នំពេញរបស់លោកហ៊ុនម៉ាណែតមិនព្រមប្តឹងទៅ ICJ មិនព្រមធ្វើលិខិតកោះអញ្ជើញកោះស្នើសុំប្រជុំម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតើជំហានបន្ទាប់របស់ក្រមប្រសាជាតិតស៊ូនឹងធ្វើបែបណានឹងជំរុញបែបណានឹងដើរបែបណាដើម្បីទាមទារឲ្យមានការការពារទឹកដីប្រទេសកម្ពុជាឲ្យបានរឹងមាំបាទប្រសិនបើលោកហ៊ុនសែនលោកហ៊ុនម៉ាណែតរដ្ឋាភិបាលក្រុងភ្នំពេញមិនប្រើយន្តការអន្តរជាតិមិនមែនត្រឹមតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិត្រឹមតែសំណុំរឿង4នោះទេជំហររបស់យើងគឺគ្រប់បញ្ហានៅតាមព្រំដែនដែលគេឈ្លានពានទាំងថៃឈ្លានពានទាំងវៀតណាមឈ្លានពានឧទាហរណ៍ថៃឈ្លានពានមិនមែនតែតំបន់4ប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាក្របីតំបន់មុំ3ទេមានទាំងច្រកអានសេះតំបន់ភ្នំទ្រាប់តំបន់វាលឥន្ទ្រីកោះគុតនិងដែនសមុទ្រយ៉ាងតិច 26,000 គីឡូម៉ែត្រការ៉េនៅខាងភាគីវៀតណាមមានកោះត្រល់ចង្កោមកោះក្រចកសេះដែនសមុទ្រយ៉ាងតិចប្រមាណ 40,000 គីឡូម៉ែត្រការ៉េហើយនឹងព្រំដែនគោកមួយចំនួនទៀតយើងមានគោលការណ៍ឲ្យរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនប្រើយន្តការ2ដើម្បីដោះស្រាយយន្តការទី1គឺស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យមានអ្នកជំនាញរបស់អង្គការសហប្រជាជាតិជាពិសេសអ្នកជំនាញបារាំងចូលរួមដោះស្រាយនិងយន្តការទី2គឺកាលណាមានការឈ្លានពានក្តៅពេកត្រូវតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដាច់ខាតនេះគឺជាយន្តការរបស់យើងហើយយន្តការរបស់យើងនៅក្នុងការដោះស្រាយបញ្ហាព្រំដែនទៀតសោតប្រសិនបើរដ្ឋាភិបាលក្រុងគ្រួសារហ៊ុនមិនព្រមធ្វើគឺយើងក៏ពិចារណាឡើងវិញដែរពិនិត្យមើលលទ្ធភាពអំពីការប្រមាលមើលថាតើកម្លាំងខ្មែរនៅក្រៅប្រទេសអាចពូតផ្ដុំគ្នាទៅជាកម្លាំងតំណាងប្រជាជាតិខ្មែរមួយនៅក្នុងក្របខ័ណ្ឌនៃចលនាជាតិដ៏ធំមួយឬក៏ក្របខ័ណ្ឌរដ្ឋាភិបាលក្រៅប្រទេសដើម្បីយកសំណុំរឿងទាំងអស់នេះទៅតវ៉ានៅឯសហគមន៍អន្តរជាតិជាពិសេសតវ៉ាជាមួយសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឬក៏តុលាការយុត្តិធម៌អន្តរជាតិប្រសិនបើយើងអត់មានករណីយកិច្ចស្របច្បាប់ត្រឹមត្រូវច្បាស់លាស់នៅក្នុងការតវ៉ាជាមួយតុលាការយុត្តិធម៌អន្តរជាតិទេខ្ញុំគិតថា
យើងក៏មានលទ្ធភាពនៅក្នុងការតវ៉ាទៅតាមយន្តការនៃតុលាការយុតិធធសំទោសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឬក៏សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរភាពស្របច្បាប់ឬមិនស្របច្បាប់ខ្ញុំគិតថាស្ថិតនៅលើប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបើប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសផ្ដល់នៅការដើរតួនាទីសំខាន់របស់យើងនៅក្នុងការជួយប្រទេសកម្ពុជាក្នុងរឿងនេះនោះឥទ្ធិពលនៃភាពស្របច្បាប់ក៏កាន់តែធំសម្រាប់យើងធ្វើកិច្ចការដែរបាទអរគុណលោកកឹមសុខតើជាចុងក្រោយនេះលោកកឹមសុខមានសារអ្វីទៅកាន់ប្រជាពលរដ្ឋខ្មែរទៅកាន់សហគមន៍អន្តរជាតិជាពិសេសទៅកាន់ពលករខ្មែរដែលកំពុងតែរស់នៅនិងធ្វើការក្នុងប្រទេសថៃជាង2លានអ្នកនោះបាទបងប្អូនប្រជាពលរដ្ឋខ្មែរពិនិត្យមើលឲ្យច្បាស់កុំចេះតែក្តុងក្តាំងតាមលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបំផុសនៅគំនិតជាតិនិយមខុសទិសដៅដោយសារអីលោកហ៊ុនសែនលោកហ៊ុនម៉ាណែតបច្ចុប្បន្នកំពុងតែព្យាយាមបញ្ឆេះឲ្យទៅជាចំនួនប្រដាប់អាវុធនៅតាមព្រំដែនតែពិតណាលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតមិនមែនខកចិត្តរឿងកងទ័ពថៃឈ្លានពានចូលទឹកដីកម្ពុជាទេលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតតាមខ្ញុំមើលចរន្តបច្ចុប្បន្នកំពុងតែបន់ស្រន់ឲ្យកងទ័ពថៃឈ្លានពានទៅវិញទេពីព្រោះលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតប្រើលេសដែលកងទ័ពថៃឈ្លានពានបញ្ឆេះទៅជាសង្គ្រាមកាន់តែធំហើយការណាបញ្ឆេះទៅជាសង្គ្រាមកាន់តែធំដើម្បីឲ្យរដ្ឋាភិបាលក្រមគ្រួសារហ៊ុនហ្នឹងគេបន្តអំណាចរបស់គេតាមរយៈមូលដ្ឋាននៃការធ្វើសង្គ្រាមប៉ុន្តែបងប្អូនត្រូវបែងចែកឲ្យច្បាស់តើបងប្អូនប្រជាពលរដ្ឋខ្មែរចង់ដោះស្រាយបញ្ហាដោយប្រើមូលដ្ឋានសង្គ្រាមជាមួយនឹងថៃឬចង់ដោះស្រាយបញ្ហាដោយសន្តិវិធីបើចង់ដោះស្រាយបញ្ហាដោយមូលដ្ឋានសង្គ្រាមជាមួយនឹងថៃបងប្អូនក្តុងក្តាំងតាមលោកហ៊ុនសែនទៅចាញ់បោកលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតហើយប៉ុន្តែបើបងប្អូនចង់ដោះស្រាយបញ្ហាដោយសន្តិវិធីបងប្អូនត្រូវជំរុញនាំគ្នាជំរុញឲ្យរដ្ឋាភិបាលក្រមគ្រួសារហ៊ុនត្រូវតែយកសំណុំរឿងចំនួនព្រំដែនទៅតុលាការយុតិធធអន្តរជាតិសំណុំរឿងទាំងអស់រួមទាំងការស្នើឲ្យសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញនេះគឺជាវិធីដ៏ល្អបំផុតហើយក៏ជាជំហរនៃការពារទឹកដីជាតិកម្ពុជាមិនមែនតែជាមួយថៃទេគឺជាមួយវៀតណាមយើងការពារជាតិទឹកដីកម្ពុជាទាំងមូលតែម្ដងបើបងប្អូននាំគ្នាចាញ់ការឃោសនានយោបាយរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតយើងវិនិច្ឆ័យធំណាស់បងប្អូនពិចារណាឲ្យច្បាស់បើកាលណាធ្លាក់ចូលទៅក្នុងការប្រយុទ្ធគ្នាដោយសង្គ្រាមខាត់បងធំធេងសម្បំណាស់ខាត់បងទី1កាលណាប្រយុទ្ធគ្នាដោយសង្គ្រាមកម្ពុជារបស់យើងយ៉ាងហោចណាស់ខ្ញុំគិតថាចាយលុយក្នុងមួយថ្ងៃក៏$5 លានដែរសង្គ្រាមពីមុនពីសម័យសង្គ្រាមត្រជាក់អាចចាយលុយត្រឹម$1 លានកន្លះ$2 លានអីចឹងក្នុងមួយថ្ងៃជាឧទាហរណ៍សង្គ្រាមដែលរដ្ឋាភិបាលលោកហ៊ុនសែននិងកងទ័ពវៀតណាមប្រយុទ្ធគ្នាជាមួយនឹងអ្នកតស៊ូនៅតាមជាយដែនរដ្ឋាភិបាលលោកហ៊ុនសែនហ្នឹងចាយលុយក្នុងមួយថ្ងៃជាមួយនឹងវៀតណាមរហូតទៅដល់ប្រមាណជិត$2 លានឯណោះដូច្នេះសង្គ្រាមសម័យទំនើបនេះបើយើងប៉ាន់ប្រមាណបើកាត់ឡើងមែនណាមិនតិចជាង$5 លាននៅក្នុងមួយថ្ងៃទេហើយបងប្អូនពិចារណាទៅមើលចាយលុយ$5 លានដើម្បីធ្វើសង្គ្រាមប្រយុទ្ធគ្នាដែលកម្ពុជាមិនបានអ្វីសោះអត់បានអីសោះពីព្រោះយើងគ្រាន់តែប្រយុទ្ធគ្នាហើយទីបំផុតទៅបញ្ហាទឹកដីព្រំដែននៅតែដោះស្រាយតាមតុលាការយុតិធធអន្តរជាតិដដែលតាមយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដដែលអត់មានទៅបានទឹកដីនោះពីមធ្យោបាយនៃការធ្វើសង្គ្រាមទេអត់បានទេអញ្ចឹងយើងចាយលុយក្នុងមួយថ្ងៃ$5 លានអត់ប្រយោជន៍អានោះទី1
ហើយទីពីរខ្ញុំសូមបញ្ជាក់ណាមិនទាន់នឹងមានសង្គ្រាមផងក្នុងពេលបច្ចុប្បន្នគឺគ្រាន់តែក្រុមលោកហ៊ុនសែនដឹកអាវុធដឹកកងទ័ពទៅថតសម្ញើញនៅតាមព្រំដែនបង្អួតគ្នាទៅវិញទៅមកជាមួយថៃហ្នឹងណាក៏មិនមែនអស់លុយតិចរាប់លានដុល្លារអស់លុយរាប់រយលានដុល្លារបើបញ្ហាហ្នឹងនៅអូសបន្លាយយូរទៀតបងប្អូនពិចារណាយើងក្រណាស់តើយើងចាយលុយ5លានដុល្លារក្នុងមួយថ្ងៃដើម្បីធ្វើសង្គ្រាមឬក៏យើងនៅអូសបន្លាយបញ្ហាហ្នឹងចាយលុយរាប់រយលានដុល្លារគ្រាន់តែកំញើញកងទ័ពដែលមិនបានការអីហ្នឹងឬក៏យើងត្រូវដោះស្រាយបញ្ហាដោយសន្តិវិធីទៅយន្តការអន្តរជាតិបងប្អូនពិចារណាមែនទេណាកុំចេះតែហក់លោតក្ដុងក្ដាំងតាមក្រុមលោកហ៊ុនសែនចំណុចមួយទៀតបងប្អូនគិតមើលទៅមើលបញ្ហារបស់យើងសពថ្ងៃជាពិសេសបងប្អូនប្រជាពលករខ្មែរនៅប្រទេសថៃកាលណាលោកហ៊ុនសែនប្រកាសធ្វើជាក្ដុងក្ដាំងហើយបើធ្លាក់ចូលក្នុងសង្គ្រាមមែនទេទៅណាកម្ពុជារបស់យើងប្រជាពលករខ្មែរនៅថៃនោះគាត់រស់ដោយវិធីណាតើគាត់រស់ដោយវិធីណាការងារក៏គេរើសអើងនៅទីនោះការងាររើសអើងនៅទីនោះហើយសុវត្ថិភាពក៏គ្មានដែរហើយបើគាត់ចូលមកប្រទេសកម្ពុជាវិញចូលមកប្រទេសកម្ពុជាពួកថៃអុកឡុកមិនឲ្យចូលមកក្រុមគ្រួសារហ៊ុននេះស្រែកថាឲ្យចូលមកក៏ប៉ុន្តែក៏ខ្ទប់មិនឲ្យចូលដែរពេលខ្លះដូច្នេះពួកគាត់វេទនាមែនទែនអញ្ចឹងកុំបញ្ឆេះបញ្ហាសង្គ្រាមឲ្យសោះវាមិនមែនជារឿងល្អនោះទេមួយវិញទៀតការការពារទឹកដីនៃប្រទេសកម្ពុជាណាបងប្អូនខ្ញុំសូមបញ្ជាក់ដោយខ្លីចុងក្រោយដើម្បីការពារទឹកដីនៃប្រទេសកម្ពុជាដើម្បីទាមទារឲ្យកម្ពុជាសំទោសដើម្បីឲ្យកម្ពុជាគេចផុតអំពីរបបអតីតកាលដែលមានតែសង្គ្រាមដើម្បីឲ្យកម្ពុជាគេចផុតពីការបាត់បង់ពូជសាសន៍ខ្មែរដើម្បីឲ្យកម្ពុជាគេចផុតពីការបាត់បង់ប្រទេសមានតែវិធីមួយទេគឺប្រើយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ហើយយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ត្រូវនិយាយឲ្យច្បាស់អំពីការបង្រួបបង្រួមជាតិផ្ដល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌បោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដើម្បីមានរដ្ឋាភិបាលត្រឹមត្រូវកសាងនៅកម្លាំងកងទ័ពជួរមុខនិងកម្លាំងកងទ័ពនៅខាងក្រោយឲ្យបានត្រឹមត្រូវកសាងនៅហេរញ្ញវត្ថុសម្រាប់កម្ពុជាឲ្យច្បាស់លាស់សម្រាប់គ្រប់គ្រងកងទ័ពហើយជាពិសេសធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពថ្លៃថ្នូររុងរឿងទើបអាចការពារជាតិកម្ពុជាបានខ្ញុំឧទាហរណ៍តែមួយចុះឧទាហរណ៍ថាកាលណាយើងកម្ពុជាយើងខ្សោយកាលណាប្រទេសយើងក្រីក្ររដ្ឋាភិបាលក្រមគ្រួសារហ៊ុននេះដឹកនាំឲ្យក្រកម្លាំងដែលទៅធ្វើការនៅប្រទេសថៃប្រមាណជាង2លាននាក់ឥឡូវខ្ញុំថាមានតែបរោះពេញកម្លាំង1លាននាក់ចុះឃើញយើងបាត់កម្លាំងបរោះពេញកម្លាំង1លាននាក់ដែលជាកម្លាំងការពារជាតិទេនៅថៃដូចដែលខ្ញុំបញ្ជាក់អំបញ្ញមិញកាលណាអត់មានបញ្ហាអ្វីគឺពួកគាត់ខ្លាយទៅជាកម្លាំងបង្កើនផលិតកម្មរបស់ថៃចំណេញសេដ្ឋកិច្ចថៃដល់ទៅពេលមានបញ្ហាពួកគាត់ខ្លាយទៅជាចំណាប់ខ្មាំងដែលគេធ្វើបាបនៅស្រុកថៃការពារជាតិកម្ពុជាអត់បានទេម្ល៉េះហើយដើម្បីការពារជាតិកម្ពុជាណាមិនមែននាំគ្នាក្ដុងក្ដាំងនិយាយអំពីការកំញើញអាវុធយុទ្ធភ័ណ្ឌនៅពេលដែលយើងតូចហើយខ្សោយទេអត់ទេដើម្បីការពារជាតិកម្ពុជាណាមេដឹកនាំដែលឆ្លាតណាសម្រាប់កម្ពុជាណាគឺប្រើយន្តការអន្តរជាតិតាមរយៈស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយនឹងអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជាឲ្យខ្លាំងឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពថ្លៃថ្នូរឲ្យពលរដ្ឋខ្មែរមានបានពលរដ្ឋខ្មែរ17លានអ្នកមានជីវភាពរុងរឿងនោះប្រជាពលរដ្ឋមានស្មារតីការពារជាតិកម្ពុជាឯងហើយមិនចាំបាច់នាំគ្នាមកបញ្ឆេះបែបហ្នឹងទេម្ល៉េះហើយខ្ញុំគិតថាបងប្អូនពិចារណាឡើងវិញកុំចេះតែចាច់បោកក្រុមគ្រួសារហ៊ុនណាតែក្រុមគ្រួសារហ៊ុនថាអូមិនខ្លាចទេត្រូវតែប្រយុទ្ធត្រូវតែកាន់អាវុធអត់បានការទេ
ខ្ញុំបញ្ជាក់បងប្អូនថាអត់បានការឡើយដោយសារតែយើងមិនអាចដោះស្រាយបញ្ហាទឹកដីដោយវិធីនឹងឡើយយើងមិនអាចទៅប្រយុទ្ធជាមួយកងទ័ពថៃដើម្បីយកទឹកដីពីកងទ័ពថៃដែលគេកំពុងតែឈ្លានពានទេអត់បានទេកម្លាំងរបស់គេធំអាវុធរបស់គេទំនើបយ៉ាងច្រើនយើងបានត្រឹមតែទប់ទេខ្ញុំនិយាយនេះមិនមែនបំបាក់ស្មារតីកងទ័ពឡើយខ្ញុំអរគុណបងប្អូនដែលមានស្មារតីការពារជាតិហើយយើងលះបង់ដើម្បីផលប្រយោជន៍ជាតិនិងការពារទឹកដីជាតិក៏ប៉ុន្តែយើងមិនត្រូវល្ងងខ្លៅរហូតទៅដល់យើងប្រើយន្តការអន្តរជាតិដើម្បីការពារទឹកដីជាតិយើងបានបែរទៅជាមិនប្រើណាម្ល៉េះហើយទាំងកងទ័ពទាំងប្រជាពលរដ្ឋជំរុញឲ្យរដ្ឋាភិបាលប្រើយន្តការនៃស្មារតីអង្គការសហប្រជាជាតិហើយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគុំនាំគ្នាហែហកនៅក្នុងការទាមទារឲ្យមានការប្រយុទ្ធហើយយើងខាតសម្បានណាបងប្អូនខាតសេដ្ឋកិច្ចពាណិជ្ជកម្មខ្ញុំនិយាយរឿងខាតមួយចុះសេដ្ឋកិច្ចពាណិជ្ជកម្មដែលយើងខាតមែនតែនទៅគ្រាន់តែប្រជាពលរដ្ឋនៅតាមព្រំដែនថៃណាខេត្តនៅតាមព្រំដែនថៃហ្នឹងនាំទំនិញទៅថៃក្នុងតែខែអេប្រិលខែមេសាតែខែមេសាមួយគឺ$100 លានទៅហើយ$100 លានដូច្នេះយើងមានបញ្ហាគឺយើងបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋដែលធ្លាប់រកស៊ីនាំទំនិញទៅថៃ$100 លានច្រើនណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រតើគាត់ដោះស្រាយដោយវិធីណាកុំចេះតែកដុងកដាំងតាមហ៊ុនសែននិងលោកហ៊ុនម៉ាណែតចំណុចមួយទៀតសូម្បីតែទេសចរកម្ពុជាជិត60%ដែលចូលតាមថៃមកកម្ពុជាណាកាលណាបាត់ព្រំដែនយើងខាតទេសចរប្រមាណ60%បាត់ទៅហើយដូច្នេះយើងបានលុយអាណាឥឡូវនេះនិយាយអំពីការធ្វើសង្គ្រាមយើងបានលុយអាណាធ្វើសង្គ្រាមតើយកមូលដ្ឋាននៃការរៃលុយទៅធ្វើសង្គ្រាមកើតទេមិនមែនអាណាធ្វើចុងកើតទេម្ល៉េះហើយកុំចាញ់នយោបាយបោករបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតប្រសិនបើគេធ្វើសង្គ្រាមដោយការរៃលុយបែបហ្នឹងនោះមិនមែនជា